គឺជាថ្ងៃដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដែលយើងអាចដាក់ឈ្មោះថារបបប្រល័យមនុស្សជាតិមិនអាចប្រឡាយពូជសាសទេពីព្រោះពេលនោះសាសនាក៏ពួកនឹងសម្លាប់ដែរពលពតសម្លាប់មិនរើសមុខទេអញ្ចឹងយើងអាចថារបបប្រឡាយមនុស្សជាតិដែលអ្នកនយោបាយខាងដើមច្រើនតែនិយាយថារបបប្រឡាយពូជសាសចំណុចនេះយើងត្រូវឃើញថាជាថ្ងៃមួយដែលយើងបានរួចផុតអំពីការសម្លាប់ក្រៅប្រព័ន្ធតុលាការសម្លាប់ដោយមិនរើសមុខសម្លាប់ដោយគ្មានជាតិណាដែលខ្មែរក្រហមលើកលែងទេឲ្យយល់ថាគឺជាខ្មាំងរបស់អង្គការគឺគេត្រូវតែសម្លាប់មូលហេតុអីបានសម្លាប់របបនេះយើងត្រូវទទួលស្គាល់ថាគាត់បានទទួលមនោគមបដិវត្តបែបម៉ៅស៊ីនតុងគេហៅថាបដិវត្តនៃវប្បធម៌ម៉ៅស៊ីនតុងអញ្ចឹងរបបនេះវាបានកើតនៅឆ្នាំ1975ហើយវាបានដួលរលំវិញទៅឆ្នាំ1979ហើយសួរថាតើ7មករានេះវាកើតឡើងដោយសារអីទី1គឺដោយសារតែខ្មែរក្រហមចាប់ដើមធ្វើសង្គ្រាមជាមួយវៀតណាមគឺនៅតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាមនេះយើងឃើញថាខ្មែរក្រហមឬក៏របបកម្ពុជាសប្តាហ៍នេះបានវាយលុកចូលទៅប្រទេសវៀតណាមហើយវៀតណាមក៏ចាប់ដើមការពារខ្លួនរងចាំតែឱកាសល្អនឹងវៀតណាមធ្វើការវាយបកចូលមកប្រទេសកម្ពុជាវិញហើយចំណុចទី2គឺបណ្ដាលមកអំពីខ្មែរក្រហមខ្លួនឯងនេះមិនស្គាល់ខ្លួនច្បាស់ហើយចាប់ផ្ដើមបន្សត់នយោបាយរបស់ខ្លួននៅក្នុងប្រទេសគឺមានន័យថាពេលនោះកម្ពុជាបែងចែកជា3គឺភូមិភាគឦសានភូមិភាគនិរដីនិងភូមិភាគបូព៌ានេះគឺភូមិភាគឦសានហើយនិងភូមិភាគមួយទៀតគឺឧត្តរយើងឃើញថាភូមិភាគបូព៌ានេះគឺជាសត្រូវស៊ីសាច់ហត់ឈាមរបស់របបខ្មែរក្រហមដោយគេកាត់ថាពួកនឹងក្បាលយួនខ្លួនខ្មែរអញ្ចឹងក្រុមទាំងអស់ហ្នឹងបានប្រមូលគ្នាដែលពួក09ទាំងអស់ហ្នឹងបានប្រមូលគ្នាបង្កើតនៅរណសិរ្ស2ធ្នូនៅឆ្នាំ1989បាទសំទោ78សំទោខ្ញុំច្រឡំបន្តិចនៅឆ្នាំ1978ហ្នឹងគឺធ្វើឲ្យកម្លាំងដែលខ្មែររត់គេចខ្លួនគឺគេចខ្លួនហ្នឹងមិនមែនរត់ទៅតស៊ូទេយើងទទួលស្គាល់ថាគេចខ្លួនពីការសម្លាប់របស់ខ្មែរក្រហមហើយក្រុមហ្នឹងពេលចូលទៅដល់វៀតណាមក៏ចាប់ដែរចាប់ខ្លួនទាំងអ្នកតស៊ូទាំងអស់រហូតដល់ក្រុមនេះបែងចែកជា2ធំទៀតគឺក្រុមបញ្ញវន្តដែលរៀននៅប្រទេសវៀតណាមនិងក្រុមដែលរត់ចេញពីស្រុកខ្មែរគេហៅថាអ្នកនយោបាយប្រើប្រាស់កម្លាំងអ្នកដែលនយោបាយដែលបញ្ញវន្តមកពីវៀតណាមហ្នឹងគឺមានប៉ែនសវណ្ណមានរស់សម័យមានកៅចិន្តាមានអេដាមជាសុតអីទាំងអស់ហ្នឹងគឺក្រុមដែលបញ្ញវន្តដែលវៀតណាមបានយកទៅបំពាក់បំពន់តាំងពីតូចមកហើយឯក្រុមប្រើកម្លាំងនេះគឺមានសម្ដេចហេងសំរិនគឺសមមិត្តហេងសំរិនហ្នឹងគឺសមមិត្តដែលជាស៊ីមសមមិត្តហ៊ុនសែនទាំងអស់ហ្នឹងគឺជាក្រុមដែលប្រើប្រាស់កម្លាំងដែលរត់ចេញពីប្រទេសកម្ពុជាទៅដើម្បីទៅកិច្ចការសម្រាប់របស់ពួកខ្មែរក្រហមអញ្ចឹងចំណុចទី3យើងឃើញថាតើខ្មែរក្រហមហេតុអីក៏ចាប់ផ្ដើមបោះសម្អាតពួកនេះព្រោះយល់ថាពួកនេះកំពុងតែចាប់ដៃជាមួយវៀតណាមហើយនឹងអាចធ្វើបដិវត្តដួលរំលំរបបគេហើយគេបារម្ភណាស់ពីព្រោះគេចង់បានកាន់អំណាចអស់មួយជីវិតហើយចំណុចទី4យើងឃើញហើយថាផ្លូវដែលវៀតណាមគិតហើយថាមិននឹងផ្ទៃក្នុងមិននឹងថាខ្មែរក្រហមខ្លាំងយ៉ាងណាទេរហូតដល់វៀតណាមបានបញ្ជូនកងសេនាធំ2កងសេនាធំចូលមកតាមឯកសាររបស់ប្រទេសរុស្ស៊ីក៏សរសេរហើយរបស់ឥណ្ឌាក៏បានសរសេរលោកនាយាចិន្តាហ្នឹងក៏បានសរសេរស្ដីអំពីមករំដោះព្រះមហាក្សត្រអតីតព្រះមហាក្សត្រដើម្បីឲ្យជួយរបបរណសិរ្សសាមគ្គីសង្គ្រោះជាតិហ្នឹងប៉ុន្តែមិនអាចរំដោះបានទេដោយសារតែខ្មែរក្រហមដឹងទាន់ហើយក៏បានរំដោះព្រះមហាក្សត្រនៅថ្ងៃទី6ហ្នឹងឲ្យឡើងយន្តហោះទៅប្រទេសចិនហើយចុងក្រោយបានទៅដល់ញូវយ៉កបាទលោកដិតសុកទូចសូមស្លេះលោកបន្តិចសិនបាទចាំបន្តិចទៀតលោកនឹងបន្ថែមគំនិតរបស់លោកបន្ថែមទៀតប៉ុន្តែលោកហេងសំរិនជាប្រធានកិត្តិយសគណៈបកប្រជាជនហើយនឹងជាប្រធានសភាជាអ្នកថ្លែងសន្ទរកថានៅថ្ងៃខួប
លើកទី35នៃជ័យជំនះទៅលើរបបខ្មែរក្រហមហើយលោកបានសម្ដែងការដឹងគុណដល់អ្នកស្នេហាជាតិដល់អ្នកពលីជីវិតបុព្វហេតុរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបខ្មែរក្រហមចឹងសូមស្ដាប់ប្រសាសន៍របស់លោកហេងសំរិនបន្តិចសិនបាទថ្ងៃនេះជាទិវាដ៏មហានក្ខត្តរឹកដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងចូលរួមអបអរសាទរយ៉ាងឃ្លៀងឃ្លាខួបអនុស្សាវរីយ៍លើកទី35នៃទិវាជ័យជំនះជាប្រវត្តិសាស្ត្រថ្ងៃ7មករាឆ្នាំ1979ដែលបានដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតសង្គ្រោះប្រជាជាតិខ្មែរឲ្យនៅរស់រានមានជីវិតបានទាន់ពេលវេលាហើយបានថិតថេរនិងរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះបាទនេះជាប្រសាសន៍របស់លោកហេងសំរិនហើយលោកថ្លែងថាថ្ងៃ7មករានឹងនៅថិតថេរជានិច្ចនៅក្នុងដូចថាស្រទាប់ប្រជាពលរដ្ឋកម្ពុជាក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកប៉ែនសវណ្ណដែលខ្ញុំបានតាក់ទងកាលពីម្សិលមិញមុនកម្មវិធី LVA ចាប់ផ្ដើមគឺថាលោកជាអតីតនាយករដ្ឋមន្ត្រីក្នុងប្រទេសកម្ពុជាក្នុងទសវត្សរ៍80ហើយជាមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិនៅពេលនេះជាគណៈបកជំទាស់ហើយលោកបានអះអាងថាថ្ងៃ7មករាជាថ្ងៃដែលប្រជាពលរដ្ឋរួចផុតជីវិតដែលត្រូវដឹងគុណក៏ប៉ុន្តែការឈ្លានពានរបស់កងទ័ពវៀតណាមមកលើទឹកដីកម្ពុជាគឺជារឿងឈឺចាប់ហើយលោកបានវាយប្រហារចំទៅលើមន្ត្រីគណៈបកប្រជាជនកម្ពុជាដូចជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាដើមអញ្ចឹងសូមស្ដាប់ប្រសាសន៍របស់លោកប៉ែនសវណ្ណគណៈបកប្រជាជនហ៊ុនសែនលោកថាគេអ្នកនៃដឹកនាំបង្កើតកម្លាំងនយោបាយពីនោះ79ហើយគេអ្នកសង្គ្រោះជាតិចាប់ខ្លួននៅបានណាហើយការនិយាយរបស់ហ៊ុនសែននេះគឺខុសច្រឡះដូចនឹងឯងរឿងពិតហ៊ុនសែនក៏មានថាណាបង្កើតតែខ្ញុំបង្កើតអស់លោកណាក្នុងនយោបាយហ៊ុនសែនជាស៊ីមឲ្យយឺនទាំងអស់ខ្ញុំបង្កើតបើគាត់គួរអីយ៉ាងធ្វើជារដ្ឋបោកផាជាបរិបទគាត់ថាគាត់នេះណាបង្កើត7មករាហើយសូមអរគុណថ្ងៃ7មករាសូមអរគុណដល់កងទ័ពវៀតណាមជួយខ្មែរខ្ញុំដើមផ្លេចគុណខ្ញុំមិនផ្លេចទេប៉ុន្តែដែលគុណរបស់ណែឯងធ្វើឲ្យខ្ញុំមានការឈឺចិត្តប្រជាជនខ្មែរឈឺចាប់សប្តាហ៍ថ្ងៃនេះដល់គុណ7មករាហ៊ុនសែនថាជាអត់ប្រាយជាជីវិតរបស់គេជីវិតរបស់ប្រជាពលរដ្ឋបាទលោកប៉ែនសវណ្ណថ្លែងយ៉ាងដូចនេះដោយយោងថាវៀតណាមបានបង្ហូរនិគមជនរបស់ខ្លួនមកកាន់ទឹកដីកម្ពុជាបង្ខំឲ្យពលរដ្ឋកម្ពុជាបង្ខំឲ្យប្រទេសកម្ពុជាអ្នកដឹកនាំកាត់ដីឲ្យវៀតណាមនិងបង្កើតតំបន់ក5កាប់ព្រៃដែលធ្វើឲ្យពលរដ្ឋកម្ពុជាស្លាប់ដោយសារជន់មីនគ្រុនចាញ់និងដោយសារសង្គ្រាមនៅពេលនោះទៀតបាទនេះជាកម្មវិធី Hello VOA បាទឥឡូវមិនទាន់ជូនវេទិកាទៅលោកសុកទូចទេដែលជាវាគ្មិនទេឥឡូវសូមអនុញ្ញាតពីលោកទទួលសំណួរមួយតាមទូរស័ព្ទពីពោធិ៍សាត់លោកប៊ុនណាសូមជម្រាបសួរលោកប៊ុនណាសូមសង្ខេបសំណួរលោកឬក៏យោបល់ឲ្យបានខ្លីបំផុតបាទអញ្ចឹងសូមអញ្ជើញបាទគឺបឋមសូមជម្រាបសួរលោកជួនខេមលោកខេមរាហើយនិងលោកបណ្ឌិតសុកទូចបាទចំពោះប្រធានបទនេះខ្ញុំមានការចូលរួមដោយសារថាខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះថ្ងៃ7មករាគឺជាថ្ងៃដែលផ្ដល់ជីវិតថ្មីសម្រាប់ខ្ញុំហើយនឹងប្រជាពលរដ្ឋជាច្រើនមានអ្នកទៀតដែលងើបពីរបបបល័យពូជសាសន៍ប៉ុន្តែលោកសុកទូចមិញមានប្រសាសន៍ថាមិនមែនបល័យពូជសាសន៍ទេគឺជាបល័យមនុស្សជាតិបាទអានឹងអាចទទួលយកបានដែរបាទនេះជាគុណធំណាស់ដែលអាចធ្វើឲ្យជីវិតមនុស្សរាប់លានអ្នកបានរស់មកដល់សប្តាហ៍ក៏ប៉ុន្តែបាទតកតងនឹងរយៈពេលជាង30ឆ្នាំដែលយើងរស់នៅក្នុងរបបថ្មីមួយក្នុងសង្គមមួយដែលមិនមែនជារបបដូចកម្ពុជាប្រជាធិបតេយ្យទេបាទយើងបានមានការអភិវឌ្ឍជាច្រើនដែលយើងត្រូវទទួលស្គាល់នៅក្នុងសង្គមថ្មីរបស់យើងបាទប៉ុន្តែខ្ញុំចង់ជំរាបសួរលោកសុកទូច